សួស្តីសួស្តីធីមយើងមិនហើយជីវិតចិត្តចុងខែមិនហើយឥឡូវនេះខ្ញុំមានចំណេះដឹងមួយដើម្បីចែករំលែកសម្រាប់ខ្លួនខ្ញុំផ្ទាល់ឬក៏បងប្អូនដែលបានមើលខ្ញុំពីចម្ងាយថាយើងចាយលុយកាក់ទៅយើងខ្ជះខ្ជាយយើងមិនបានយកចិត្តទុកដាក់ដើម្បីសន្សំហើយចំណេះដឹងខ្ញុំនេះនិយាយចំទៅមិនធម្មតាទេធ្វើបាន3ថ្ងៃហើយប៉ុន្តែមិនដឹងថាប៉ុន្មានថ្ងៃទៀតបោះផងទេប៉ុន្តែចេះតែធ្វើទៅចេះតែនិយាយទៅប៉ុន្តែមិនទាន់ជោគជ័យទេកុំនិយាយខ្មាស់គេថ្ងៃនេះខ្ញុំមានបញ្ជីដូចជាกระดาษស្នាមខ្ញុំដែលខ្ញុំបានធ្វើឡើងនេះរយៈពេល2ថ្ងៃចុងក្រោយថ្ងៃដំបូងខ្ញុំបានធ្វើវីដេអូបង្ហោះទៅម្ដងហើយមានការចំណេញខ្លះចំណេញបានខ្លះបន្តិចស្ដួចស្ដើងហើយដូចជាស្ដែងនៅថ្ងៃទី2នេះរៀងមិនធម្មតាទេមិនធម្មតាឡើងសើតតែម្ដងឡើងសើតបាច់និយាយវែងឆ្ងាយខ្ញុំបញ្ជាក់ពីប្រាក់ចំណូលរបស់ខ្ញុំដែលខ្ញុំបានពីការជួសជុលម៉ូតូដែលខ្ញុំស្រង់មកនៅក្នុងបញ្ជីចំណូលចំណាយរបស់ខ្ញុំនេះអញ្ចឹងខ្ញុំបញ្ជាក់នៅថ្ងៃទី2នេះតែម្ដងថ្ងៃទី2របស់ខ្ញុំនេះនៅថ្ងៃទី22ចំណូលពីការជួសជុលរបស់ខ្ញុំហ្នឹងមិនធម្មតាទេសរុបចំណូលបាន32,000រៀលប៉ុន្តែមិនធម្មតា32,000រៀល32,1,000រៀលអញ្ចឹងនៅថ្លៃដើមវា207,700អញ្ចឹងយើងដកទៅ32,1,000ដកថ្លៃដើម207,700ទៅនៅសល់11,300មិនធម្មតាអូខេច្រើនតែកុំភ្លេចវានៅចំណាយនេះយើងអត់តគិតចំណាយណាហ្នឹងចំណាយគឺចំណាយរបស់យើងនៅមានថ្លៃទីតាំងថ្លៃយើងជួលកូនជាងមកហើយថ្លៃសាំងថ្លៃអាហារប្រចាំថ្ងៃហើយយើងហូបចុកផ្សេងឬយើងយកលុយទៅចំណាយលើអ្វីផ្សេងដែលយើងបានដកស្រង់កត់ចូលមកអញ្ចឹងវាក្នុងការចំណាយផ្សេងហ្នឹងគឺចំណាយអស់វ៉ាវមិនធម្មតា15,7,500ចំណាយប្រចាំថ្ងៃទី22ថ្លៃបងអង្ការបងអីទៅណាតែចំណូលដែលថាពីការដែលថាយើងចំណេញមកហ្នឹងគឺបាន11,300ចំណូលដែលថាលុយចំណូលសុទ្ធរបស់យើងចំណេញតែចំណាយទៅវិញ15,7,500អញ្ចឹងបានន័យថាថ្ងៃទី22ហ្នឹងខ្ញុំខាតបាន30,000ជាងហើយនៅខាតទៀតខាតរហូតដល់40,000ជាងថ្ងៃទី1ចំណេញបាន20,000ជាងថ្ងៃទី2ខាត40,000ទៅវិញខាត40,000ជាងទៅវិញខាត44,200អញ្ចឹងចាំមើលថ្ងៃទី3នៅថ្ងៃនេះតែម្ដងនៅថ្ងៃអាទិត្យនេះតែម្ដងថ្ងៃទី3នេះចំណូលរបស់ខ្ញុំគឺវាបានច្រើនដែរវាបានយើងកត់ទៅច្រើនទំព័រដែរតាំងពីខាងនេះរហូតដល់ខាងនេះហើយដល់កត់ដល់ខាងនេះវាចូល40មុខជាងគ្រឿងដែលយើងបានដូរនឹងតិអញ្ចឹង
ចំណូលពីការលក់នេះចំណូលពីការលក់នៅថ្ងៃអាទិត្យនេះសរុបទាំងអស់បាន589500ហើយថ្លៃដើមដែលបានលក់ចេញគឺ293,900អញ្ចឹងយើងយក58,9500ដក293,900អញ្ចឹងដកទៅនៅសល់295,600វ៉ាវនេះអូខេទួយកបានអញ្ចឹងចំណូលសុទ្ធដែលយើងកាត់ថ្លៃគ្រឿងចេញទៅគឺយើងសល់295,600អូខេអញ្ចឹងយើងយកទៅដកទៀតយើងយកទៅដកចំណាយរបស់យើងទៀតចំណាយយើងប្រចាំថ្ងៃចំណាយទូទៅចំណាយទឹកភ្លើងចំណាយថ្លៃបន្ទប់ផ្ទះជួលចំណាយក៏យើងជួលកូនជាងចំណាយថ្លៃអាហារផ្សេងភេសជ្ជៈហូបចុកអញ្ចឹងយើងផាត់ចំណាយនៅថ្ងៃនេះគឺចំណាយអស់រហូតទៅដល់14,500អញ្ចឹងយើងយកលុយដែលយើងចំណេញសុទ្ធមកមិញហ្នឹង295,600ដក14,500អញ្ចឹងវានៅសល់លុយចំណេញសុទ្ធរបស់យើងគឺ15,500លុយដែលយើងសល់ចូលហប៉ៅឈីបតែកុំភ្លេចថ្ងៃច័ន្ទមិនដឹងថាថ្ងៃស្អែកទៅជាយ៉ាងណាទេមិនដឹងតែខាតឬចំណេញចាំអ៊ុតមើលទាំងអស់គ្នាអូខេជម្រាបលាបាយបាយ